ស្គាល់ខ្លួនឯងស្គាល់សត្រូវច្បាំង100 ដងឈ្នះ100 ដងការដឹងខ្លួនឯងគឺជារឿងដែលសំខាន់ដឹងអំពីចំណុចខ្សោយចំណុចខ្លាំងឱកាសនិងការគំរាមកំហែងយ៉ាងណាមិញការដឹងអ្នកដទៃក៏ដូចគ្នាដែរដូច្នេះហើយនេះគឺជាបទបង្ហាញដើម្បីរកការជីវិតរបស់ឆ្នាំទាំង12 Subscribe Channel បន្ទាប់ជួយរូបកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តមុនគេមុននឹងពួកយើងបង្ហាញអំពីរបៀបរកការជីវិតរបស់លោកអ្នកឆ្នាំទាំង12ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share និង Comment ល្អៗនៅលើ Channel លោកផងដែរអញ្ចឹងយើងឃើញថានៅក្នុងការព្យាករណ៍ជោគជតារាសីរបស់លោកអ្នកគឺត្រូវការប្រើប្រាស់ដួងជតារាសីឬក៏យើងហៅថា Light Star ដែលតាក់ទងជាមួយផ្នែកមួយនៃហុងស៊ុយនិងប៉ាជឿនឹងផងដែរដើម្បីឲ្យកាន់តែលម្អិតគឺយើងត្រូវដឹងអំពីអ្វីទៅដែលហៅថាផ្កាយជីវិតអញ្ចឹងផ្កាយជីវិតនេះគឺប្រើប្រាស់ដើម្បីប្រយោជន៍អ្វីខ្លះបងប្អូនគឺមានច្រើនណាស់ស្ថិតនៅក្នុងដំណើរជីវិតរបៀបរបបនៅក្នុងការរស់នៅដោះស្រាយបញ្ហាបង្កើតលៀបយោះទ្របសំណាងឱកាសសុខភាពការតំណែងតំណងអាជីវកម្មបាទក៏ដូចជាពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់លោកអ្នកនឹងផងដែរដែលជាអាចនៅក្នុងនោះផងដែរគឺយើងប្រើប្រាស់ឧទាហរណ៍ថាដូចជាលេខនៅក្នុងផ្កាយជីវិតប្រើប្រាស់សម្រាប់ជាលេខធនាគារលេខផ្លាកឡានម៉ូតូប្រើប្រាស់កន្លែងជាទីតាំងទិសល្អទិសមិនល្អដើម្បីយើងកំណត់នៅក្នុងអ្វីដែលជាមង្គលអ្វីដែលជាគ្រោះបាទហើយយើងអាចប្រើប្រាស់ជាទីតាំងទិសនៃក្បាលដំណេកកប់ធ្វើការចង្ក្រានបាយទ្វារផ្ទះឬក៏ទិសមុខផ្ទះឬក៏ទិសក្រោយផ្ទះនៅក្នុងការជួយកិច្ចសហប្រតិបត្តិការល្អជាមួយមនុស្សដែលនៅជុំវិញខ្លួនបាទអញ្ចឹងវាបង្ហាញអំពីលៀបយោះបង្ហាញអំពីគ្រោះនិងដំណោះស្រាយផ្សេងដូច្នេះហើយនៅក្នុងការគណនានៅក្នុងការធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនដឹងអំពីផ្កាយជីវិតរបស់ខ្លួនឯងគឺយោងដើម្បីឲ្យបងប្អូនលោកអ្នកទាំងអស់នៅក្នុងចំណោមឆ្នាំទាំង12ជូតផ្លូវខាលថោះរោងម៉ាសាញ់មមាមមេវរការចរនិងកុលអាចដឹងអំពីព័ត៌មានលម្អិតនៅពេលដែលពួកយើងធ្វើបទបង្ហាញយ៉ាងពិសេសស្ដីអំពីជោគជតារាសីនៃឆ្នាំនីមួយៗប្រចាំថ្ងៃប្រចាំខែនិងប្រចាំនៅកិច្ចពិសេសទាំងឡាយដែលតាក់ទងជាមួយនឹងជោគជតារាសីរបស់លោកអ្នកដូច្នេះនៅក្នុងវីដេអូនាទីខាងក្រោយបន្តិចទៀតនេះពួកយើងនឹងបង្ហាញអំពីរបៀបនៅក្នុងការគណនាគ្រប់មនុស្សប្រុសនិងស្រីដែលនឹងកើតចាប់ពីឆ្នាំកំណើតនៅក្រោមឆ្នាំ2000និងរបៀបគណនាមនុស្សប្រុសនិងស្រីដែលកើតចាប់ពីឆ្នាំ2000ឡើងទៅលើថាតើធ្វើយ៉ាងម៉េចទើបដឹងអំពីផ្កាយជីវិតរបស់ខ្លួនឯងថាលោកអ្នកកើតនៅក្នុងផ្កាយជីវិតលេខប៉ុន្មានបាទអញ្ចឹងមុនយើងធ្វើការគណនាដើម្បីរកផ្កាយជីវិតឬក៏ Light Star ឬក៏យើងហៅថាដួងជតារាសីរបស់លោកអ្នកដែលមានដួងជតាលេខប្រមាណអញ្ចឹងណាអញ្ចឹងយើងត្រូវដឹងអំពីរបៀបនៅក្នុងការគណនាឥឡូវយើងបែងចែកចេញជាពីរលក្ខណៈដែលយើងគួរកត់សម្គាល់ទី1គឺគ្រប់បណ្ដាមនុស្សទាំងឡាយប្រុសស្រីក្មេងចាស់ទាំងអស់ដែលកើតនៅខាងក្រោមឆ្នាំ2000គឺចាប់ត្រឹមពី1999ចុះមកក្រោមអញ្ចឹងរបៀបនៅក្នុងការគណនានេះគឺមាន2គឺសម្រាប់មនុស្សប្រុសមួយនិងសម្រាប់មនុស្សស្រីមួយហើយដោយឡែកគឺសម្រាប់អ្នកដែលកើតចាប់ពីឆ្នាំ2000ឡើងទៅអានឹងរបៀបគណនារវាងមនុស្សប្រុសនិងមនុស្សស្រីហ្នឹងគឺផ្សេងមួយបែបទៀតបាទអញ្ចឹងយើងត្រូវបែងចែកពីលក្ខណៈនេះជាមុនសិនឥឡូវយើងជាកិច្ចបន្ទាប់ហ្នឹងយើងត្រូវមើលថាគ្រប់មនុស្សដែលកើតនៅក្រោមឆ្នាំ1999មនុស្សស្រីនេះគឺធ្វើម៉េចអញ្ចឹងជាកិច្ចរូបមន្តសំខាន់ដែលយើងត្រូវដឹងកំណត់សម្គាល់ហ្នឹងមានន័យថាទាំងមនុស្សប្រុសទាំងមនុស្សស្រីបូកចូលគ្នាទៅគឺស្មើ15អញ្ចឹងសម្រាប់មនុស្សស្រីគឺប្រើលេខ5មនុស្សប្រុសគឺប្រើលេខ10បាទអញ្ចឹងមនុស្សស្រីធ្វើការបូកនឹង5មនុស្សប្រុសធ្វើការដកនឹង10បាទអញ្ចឹងនេះគឺលក្ខណៈសម្គាល់ពិសេសនៅក្នុងរូបមន្តទី1ឥឡូវយើងឧទាហរណ៍បាទមនុស្សស្រីហ្នឹងគឺកើតនៅក្នុងឆ្នាំ1983តើមនុស្សស្រីហ្នឹងគឺមានផ្កាយជីវិតលេខប្រមាណអញ្ចឹងបងប្អូនមើលកលេខមើលណាគឺយើងយកកតុយខាងក្រោយហ្នឹងគឺលេខ83ហ្នឹង
យកលេខ8បូកលេខ3ចូលគ្នាទៅស្មើនឹង11អញ្ចឹងយកលេខ1និងលេខ1នឹងបូកចូលគ្នាទៀតស្មើនឹងលេខ2អញ្ចឹងបងប្អូនយកលេខ2ហ្នឹងបូកជាមួយនឹង5ដែលកំណត់ជាមួយនឹងមនុស្សស្រីហ្នឹង2បូកនឹង5ស្មើ7អញ្ចឹងបញ្ជាក់ថាមនុស្សស្រីដែលកើតនៅក្នុងឆ្នាំ1983គឺមានផ្កាយជីវិតលេខ7បាទឧទាហរណ៍ទី2សម្រាប់អ្នកដែលស្ថិតឬក៏កើតនៅខាងក្រោមឆ្នាំ1999សម្រាប់មនុស្សប្រុសវិញម្ដងឧទាហរណ៍ថាមនុស្សប្រុសនេះគឺកើតក្នុងឆ្នាំ1983ដែរអញ្ចឹងសម្រាប់របៀបគណនារបស់មនុស្សប្រុសគឺយើងយក8បូកនឹង3ក្លាយជា11យក1បូកនឹង1នេះក្លាយជាលេខ2អញ្ចឹងលេខ2នឹងយកទៅដកជាមួយនឹង10វិញបាទអញ្ចឹង2ដក10គឺស្មើនឹង8អញ្ចឹងបញ្ជាក់ថាមនុស្សប្រុសដែលកើតនៅក្នុងឆ្នាំ1983មានផ្កាយជីវិតលេខ8បាទនេះគឺជាកំណត់សម្គាល់នៅក្នុងវគ្គទី1សម្រាប់មនុស្សប្រុសនិងស្រីដែលកើតនៅខាងក្រោមឆ្នាំ1999បាទឥឡូវយើងកំណត់សម្គាល់ទី2គឺសម្រាប់មនុស្សប្រុសនិងស្រីដែលកើតនៅក្នុងឆ្នាំកំណើតចាប់ពីឆ្នាំ2000នឹងឡើងទៅបាទអញ្ចឹងកំណត់សម្គាល់គឺថានៅតែ15ដដែលសម្រាប់មនុស្សស្រីនេះគឺបូកជាមួយនឹង6សម្រាប់មនុស្សប្រុសដកជាមួយនឹង9មានលេខ2ហ្នឹងនៅតែបូកចូលគ្នាស្មើ15ដដែលបាទនេះគឺជាលក្ខណៈសម្គាល់ពិសេសនៅក្នុងរូបមន្តអញ្ចឹងយើងឃើញថាឧទាហរណ៍ថាមនុស្សស្រីនេះគាត់កើតនៅក្នុងឆ្នាំ2005តើក្នុងឆ្នាំ2005ហ្នឹងយើងកណនាទៅឃើញយ៉ាងដូចម្ដេចបាទអញ្ចឹងយើងយកកតុយលេខ0នេះលេខ0បូកលេខ5គឺស្មើ5ដដែលបាទអញ្ចឹង5ហ្នឹងយកទៅបូកជាមួយនឹង6អញ្ចឹង5បូក6ស្មើនឹង11អញ្ចឹងស្មើ11គឺយក11គឺយកលេខ1បូកលេខ1ស្មើលេខ2អញ្ចឹងបញ្ជាក់ថាមនុស្សស្រីដែលកើតនៅក្នុងឆ្នាំ2005គឺមានផ្កាយជីវិតលេខ2បាទជាឧទាហរណ៍ដដែលដើម្បីឲ្យងាយស្រួលបងប្អូនងាយស្រួលចាំអញ្ចឹងមនុស្សប្រុសដែលកើតនៅក្នុងឆ្នាំ2005វិញម្ដងថាតើគាត់មានផ្កាយជីវិតលេខប្រមាណរបៀបកណនាធ្វើម៉េចអញ្ចឹងយកពីកតុយខាងក្រោយហ្នឹងលេខ0លេខ5បូកចូលគ្នាទៅ0បូក5ស្មើ5ហើយយក5នេះបាទយកទៅដកជាមួយនឹង9បាទ5ដក9ស្មើ4បាទអញ្ចឹងបញ្ជាក់ថាមនុស្សប្រុសដែលកើតនៅក្នុងឆ្នាំ2005មានផ្កាយជីវិតលេខ4បាទបន្ទាប់ពីយើងបានរកឃើញនៅផ្កាយជីវិតរបស់ខ្លួនឯងហើយផ្កាយជីវិតទាំងអស់នោះត្រូវបានបែងចែកទៅជា2ក្រុមធំទៅទៀតគឺក្រុមស្ថិតនៅក្នុងក្រុមទិសខាងកើត1និងក្រុមទិសខាងលិចនេះ2បាទអញ្ចឹងក្រុមផ្កាយឬក៏ដួងចតារាសីស្ថិតនៅក្នុងក្រុមទិសខាងកើតនេះគឺមានលេខ1លេខ3លេខ4និងលេខ9ហើយសម្រាប់ក្រុមនៅទិសខាងលិចហ្នឹងគឺមានលេខ2លេខ6លេខ7លេខ8ហើយនៅក្នុងបើសិនជាបងប្អូនកណនាទៅឃើញលេខ5ណា5អញ្ចឹងសម្រាប់មនុស្សស្រីគឺប្រើប្រាស់លេខ2សម្រាប់មនុស្សប្រុសនោះប្រើប្រាស់លេខ8បាទអញ្ចឹង2 8វាបែងចែកចូលទៅក្នុងក្រុមទិសខាងកើតនិងទិសខាងលិចដដែលបាទនេះគឺជាករណីពិសេសបើសិនជាយើងឃើញបូកចូលគ្នាហើយស្មើនឹង5បាទអញ្ចឹងយើងកំណត់សម្គាល់ទៅលើភេទរបស់ខ្លួនឯងនឹងប្រុសនិងស្រីគឺបញ្ជាក់យ៉ាងច្បាស់ស្ថិតនៅក្នុងក្រុមណាមួយគឺមិនមែនមានន័យថានៅចន្លោះកណ្ដាលទេនៅតែមានក្រុមច្បាស់លាស់ដដែលបាទយោងទៅតាមអត្ថប្រយោជន៍ដ៏ពិសេសនៅក្នុងវីដេអូមួយនេះអាចឲ្យយើងស្គាល់ខ្លួនយើងថាយើងស្ថិតនៅក្នុងក្រុមកាយនៅក្នុងទិសខាងកើតឬក៏ទិសខាងលិចហើយយើងនឹងដឹងអំពីទិសល្អទិសដែលនាំមកនូវលាភជ័យសំណាងនាំមកនូវយសស័ក្តិទ្រព្យសម្បត្តិសុខភាពសុភមង្គលនិងគួរប្រុងប្រយ័ត្នចំពោះទិសដែលមិនល្អដែលនាំមកនៅវិបត្តិចំនួនបញ្ហាហិរញ្ញវត្ថុសិទ្ធិអំណាចបញ្ហាតំណែងតំណងបែកបាក់ឬក៏វិវាទផ្សេងហើយក៏យើងអាចដឹងថាយើងត្រូវរៀបចំក្បាលដំណេកតុធ្វើការចង្ក្រានបាយទ្វារផ្ទះធំឬក៏ពិសេសជាងនេះទៅទៀតនោះគឺរហូតទៅដល់យើងរៀបចំម៉ុងរៀបចំភ្នូរៀបចំទីតាំងសំខាន់បាទព្រោះនេះគឺហុងស៊ុយគឺមានពីរយ៉ាងដែលយើងហៅថាយិនហើយនឹងយ៉ាងបាទអញ្ចឹងអ្វីដែលយើងកំពុងតែប្រើភាគច្រើនកំពុងតែធ្វើអត្ថាធិប្បាយនេះតកតងនឹងយ៉ាងហុងស៊ុយបាទហើយតកតងយិនហ្នឹងគឺតកតងជាមួយនឹងផ្ទះហើយនឹងភ្នូបាទអញ្ចឹងយើងឃើញចំណុចពិសេសនៅក្នុងការប្រើប្រាស់តកតងចេញជា lifestyle ឬក៏ផ្កាយជីវិតនេះដូចគ្នាហើយនៅក្នុងនោះផងដែរគឺបានរាយរាប់នៅក្នុងនីតិខាងដើមហើយគឺថាយើងប្រើប្រាស់បានទូលំទូលាយយ៉ាងនេះមានតែយើងប្រើប្រាស់រាល់ថ្ងៃនេះដូចជាលេខទូរស័ព្ទលេខធនាគារបាទលេខឡានម៉ូតូឬក៏សញ្ញាសម្គាល់នៅក្នុងវិស័យកងទ័ពឬក៏ប្រើប្រាស់នៅក្នុងសញ្ញានិមិត្តសញ្ញានៅក្នុងចរាចរណ៍អីសិតតែប្រើប្រាស់
នៅក្នុងធម្មពលលេខទាំងអស់នោះបាទអញ្ចឹងវាមានច្រើនទៀតអញ្ចឹងសង្ឃឹមថាគុណតម្លៃនៅក្នុងវីដេអូមួយនេះឲ្យបងប្អូនប្រើប្រាស់ជាកិច្ចប្រសាស្ដាប់នៅព័ត៌មានពុស្ដាស្ដីអំពីជោគជតារាសីព្រមទាំងហុងស៊ុយដើម្បីជួយទៅការសម្រេចចិត្តដើម្បីមានគុណប្រយោជន៍គ្រប់រឿងកើតមានដល់លោកអ្នកគ្រប់គ្នាជួបគ្នានៅក្នុងវីដេអូល្អៗជាបន្តទៀត